មានបងប្អូនណាខ្លះធ្លាប់ហូបបុកល្ហុងបុកជាមួយត្រប់ពុតញងឯនេះខ្ញុំក៏ទឹមជាលើកទី1ដែរដែលមានការចែករំលែកពីអ្នកម្ដាយមីងក៏ថាបុកជាមួយត្រប់ពុតញងទៅគឺជាតិឆ្ងាញ់ឥឡូវមកសាកហើយក៏បានផលពិតមែនហើយបុកល្ហុងនេះក៏អត់មានអីពិបាកដែរបងប្អូននៃគ្រឿងត្រូវរបស់យើងគឺមានទាំងអស់មិនថាក្តាមមិនថាល្ហុងមិនថាត្រប់អីប៉ុណ្ណាតែខ្ជិលអញ្ចឹងមិនថាបើចង់កែប្រែមនុស្សម្នាក់ពីមនុស្សដែលខ្ជិលដល់ខ្លាយទៅជាមនុស្សឧស្សាហ៍ព្យាយាមអញ្ចឹងទៅនៅដាច់ស្រយាលអញ្ចឹងកុំឲ្យគាត់នៅទីក្រុងអញ្ចឹងណាបងប្អូននិយាយដល់ខ្លួនឯងទេបើសិនជាគាត់នៅទីក្រុងគាត់មិនបានមកធ្វើឲ្យហត់ទេជិះទៅមកវឹងទៅដល់កន្លែងទីតាំងលក់គឺបានស្រេចអត់មានបាក់មកញ៉ៃទេហើយណាមួយទៀតនេះជាបទពិសោធន៍ហើយបុកត្រប់ពុតញងជាមួយនឹងល្ហុងបងប្អូនហើយចង់និយាយថារសជាតិអត់និយាយលេងទេបងប្អូនគឺឆ្ងាញ់មែនគឺចេញពីជាតិត្រប់នឹងឡើងផ្អែមហ្មងហើយត្រប់នឹងយើងបុកអត់មានឲ្យចង់និយាយថាមកទេយើងគ្រាន់តែទុកឲ្យវាចូលជាតិដែរនេះខ្ញុំមានពេញប៉ោះមួយផ្លែហ្នឹងហើយត្រប់នឹងនិយាយរួមទៅសិតតែបន្លែធម្មជាតិខ្លួនឯងដែលហូបសល់ទៅក៏ដាក់លីហ្មងទៅហើយក៏មានអីទេបងប្អូនណានិយាយថាជាតិស្លាប់និយាយមែនយើងមានក្តាមហើយក្តាមប្រៃខ្លួនឯងទៀតអើយចង់និយាយថាសពគ្រប់អស់ហ្មងចាឥឡូវបងប្អូនចង់សាករសជាតិធ្វើតាមនេះខ្ញុំធានាថាមកអែមចាឥឡូវវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនបងប្អូនសម្រាប់ការតាមដាននិងជួយចុច like comment វីដេអូនេះខ្ញុំ